តីតយុទ្ធជនអាមេរិកប្រារព្ធទិវាអតីតយុទ្ធជន Veterans Day ដោយធ្វើម្ហូបសម្រាប់អតីតយុទ្ធជនដែលគ្មានផ្ទះសម្បែងការសិក្សាភាសាអង់គ្លេសបែបអាមេរិកមានប្រជាប្រិយភាពនៅកោះហុងកុង Miss the point. Okay, so now កម្មវិធីរៀនគ្រាមភាសាអង់គ្លេស English with Manny and Mori Explain it again. I think I missed the point. ជំរាបសួរប្រិយមិត្តជាទីមេត្រីនៅក្នុងកម្មវិធី Washington សប្តាហ៍នេះនាងខ្ញុំ Lee Morivan នៃ VOA សូមស្វាគមន៍ប្រិយមិត្តពីរដ្ឋធានី Washington ជាដំបូងនេះលោកកាយានឹងជូនព័ត៌មានអំពីព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៍នេះជាលើកទី1សូមអញ្ជើញលោកកាយានបាទសូមអរគុណ Morivan លោកប្រធានាធិបតីអូបាម៉ាបានប្រគល់មេដាយសេរីភាពដែលជាកិត្តិយសខ្ពស់បំផុតសម្រាប់ជនស៊ីវិលជូនពលរដ្ឋអាមេរិក16នាក់អ្នកទទួលមេដាយសេរីភាពឆ្នាំនេះមានអតីតប្រធានាធិបតីជ័យលាភីរង្វាន់ Nobel សេដ្ឋកិច្ចនិងគីមីនិងអ្នកល្បីឈ្មោះក្នុងទូរទស្សន៍កីឡានិងដូរតន្ត្រីលោក Mario Molina ជាជ័យលាភីរង្វាន់ Nobel ខាងគីមី Not just for the science, but in this case it's for the impact. លោកថ្លែងថាមេដាយនេះមិនមែនសម្រាប់តែវិទ្យាសាស្ត្រទេគឺសម្រាប់ផលប៉ះពាល់របស់វាទៅលើសង្គមតន្ត្រីករភ្លេង Jazz ល្បីឈ្មោះក្នុងពិភពលោក Arturo Sandoval ធ្លាប់ជាប់គុកនៅប្រទេសគូបាដោយគ្រាន់តែស្ដាប់បទភ្លេង Jazz តាមវិទ្យុសំឡេងសហរដ្ឋអាមេរិក The Voice of America was the only way we have លោកថ្លែងថាវិទ្យុសំឡេងសហរដ្ឋអាមេរិកជាបណ្ដាញតែមួយដែលលោកអាចស្ដាប់តន្ត្រីដែលលោកចូលចិត្តបានលោកប្រធានាធិបតីអូបាម៉ាថ្លែងថាអ្នកទទួលកិត្តិយសឆ្នាំនេះមានទេពកោសល្យជាគំរូ The men and women who in their extraordinary lives remind us លោកថ្លែងថាមនុស្សទាំងនេះបានរំលឹកយើងអំពីលំអនៃចរិតរបស់មនុស្សអំពីលក្ខណៈសម្បត្តិរបស់ជនជាតិអាមេរិកលោកប្រធានាធិបតីបានប្រគល់មេដាយសេរីភាពជូនសពវីរៈបុរសវីរៈនារី3រូបទៀតដែរគឺអ្នកអវកាស Sally Ride សកម្មជន Bayard Rustin និងលោក Donald Way ជនជាតិជប៉ុនអាមេរិកទី1ដែលបានបម្រើក្នុងព្រឹទ្ធសភា Mike Paka ជាអ្នកបាញ់ត្រង់ដែលបានបម្រើកងយោធា4ដងនៅអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ Danny Morales ជាពលបាលកងម៉ារីននៅអ៊ីរ៉ាក់ Joe Crowder បម្រើក្នុងកងទ័ពអាកាសពិសេស2ដងនៅអ៊ីរ៉ាក់និង John Martinko ជាកងទ័ពស្រួចនៅអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថានដែលមានការងារធ្វើនៅក្រុមហ៊ុន Wall Street Drexel Hamilton លោក Jim Cahill ជានាយកក្រុមហ៊ុន Doing a great job here. Keep going. Some of these people have 5 children, 4 children. លោកថ្លែងថាអ្នកទាំងនេះខ្លះមានកូន4ឬ5នាក់ពេលមានការងារធ្វើពួកគេអាចចិញ្ចឹមគ្រួសារហើយនឹងផ្សះមុខរបួសរបស់គេខ្លះបានក្នុងកម្មវិធីជួយរកការងារឲ្យអតីតយុទ្ធជននេះក្រុមហ៊ុន Drexel Hamilton ដាក់អតីតយុទ្ធជនឲ្យធ្វើការជាមួយអ្នកវិជ្ជាជីវៈ Wall Street ម្នាក់ហើយតាមដានការលូតលាស់ក្នុងពេលជាច្រើនខែJoe Crowder និយាយថាកម្មវិធីនេះបានជួយសង្គ្រោះជីវិតគាត់ I didn't have the pedigree, didn't come from the big schools and Wall Street គាត់ថាពេលត្រឡប់មកមាតុប្រទេសវិញគាត់ឥតការងារធ្វើឥតផ្ទះសម្បែងរស់នៅតែក្នុងឡានអស់សង្ឃឹមម្ដងចង់តែសម្លាប់ខ្លួនឯងលោក Cahill អំពាវនាវឲ្យសហគ្រាសធំរបស់អាមេរិកផ្ដល់ឱកាសដល់អតីតយុទ្ធជនពីព្រោះក្រុមហ៊ុន Drexel Hamilton សង្កេតឃើញថាអ្នកទាំងនេះជានិយោជិកដ៏អស្ចារ្យណាស់លោកប្រធានាធិបតីបារាំង François Hollande បានធ្វើជាអធិបតីនៃសន្និសីទយុវជនឥតការងារធ្វើមួយនៅក្រុងប៉ារីក្រោយសន្និសីទដូចគ្នានៅខែកក្កដារបស់លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel L'enjeu, c'est l'avenir d'une génération. លោក Hollande ថ្លែងថាយុវជនមួយចំនួនកំពុងមានគ្រោះថ្នាក់ដោយឥតការងារធ្វើយ៉ាងយូរមិនប្រកាសអំពីអនាគតហើយស្ទើរតែអស់សង្ឃឹមក្នុងជីវិតលោកថ្លែងថាមានយុវជនឥតការងារធ្វើចំនួន6លានអ្នកក្នុងទ្វីបអឺរ៉ុបសប្តាហ៍ថ្ងៃលោកស្រីអធិការបតីអាល្លឺម៉ង់ថ្លែងថាការលូតលាស់សេដ្ឋកិច្ចជាការចាំបាច់សម្រាប់ជួយបង្កើតការងារថ្មីៗ damit die Wachstumsvoraussetzungen auch wieder besser លោកស្រីថ្លែងថាអាល្លឺម៉ង់បានប្រឹងប្រែងគ្រប់មធ្យោបាយដើម្បីធ្វើឲ្យសេដ្ឋកិច្ចមានការលូតលាស់បើសេដ្ឋកិច្ចមិនលូតលាស់មនុស្សគ្មានការងារធ្វើទេជាពិសេសយុវជនក្មេងៗនៅមុនសន្និសីទកំពូលខែកក្កដានៅក្រុងប៊ែកឡាំងលោកស្រីថ្លែងថាចំនួនយុវជនឥតការងារធ្វើអាចជាបញ្ហាធំបំផុតរបស់សហភាពអឺរ៉ុបអង្គការជាច្រើននិយាយថាចំនួនយុវជនឥតការងារធ្វើមិនមែនជាបញ្ហាសេដ្ឋកិច្ចតែមួយទេលោក Thibaut Weber ជានាយកសម្ព័ន្ធសហជីពពាណិជ្ជកម្មនៅប្រទេសបែលហ្សិក
Les 6 milliards d'euros qui sont prévus pour prochain លោកថ្លែងថាសម្ព័ន្ធសហជីពរបស់លោកអំពាវនាវឲ្យមានទ្វីបអឺរ៉ុបមួយដែលមានការទទួលខុសត្រូវការបញ្ហាសង្គមគិច្ចនិងបញ្ហាឥតការងារធ្វើមិនគ្រាន់តែបញ្ហាថវិកាប៉ុណ្ណោះទេចំនួនយុវជនដែលឥតការងារធ្វើក្នុងទ្វីបអឺរ៉ុបជាការឆ្លុះបញ្ចាំងឲ្យឃើញភាពមិនស្មើគ្នាខាងផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់ប្រើប្រាក់អឺរ៉ូក្នុងបណ្ដាប្រទេស17ដែលប្រើរូបិយប័ណ្ណតែមួយបាទសូមជូនវិញមករីវ៉ាន់ចាសូមអរគុណលោកកាយ៉ានបាទអង្គការមិនគិតកម្រៃមួយរបស់សហរដ្ឋអាមេរិកបានប្រារព្ធទិវាអតីតយុទ្ធជនដែលភាសាអង់គ្លេសហៅថា Veterans Day កាលពីថ្ងៃទី11ខែវិច្ឆិកាកន្លងទៅនេះដោយនាំយកពួកស្ម័គ្រចិត្តដែលជាអតីតទាហានដែរនោះមកកាន់ព្រះវិហារគ្រឹះសាសនាមួយក្នុងរដ្ឋធានី Washington ដើម្បីធ្វើម្ហូបអាហារសម្រាប់ពួកជនគ្មានផ្ទះសម្បែងដែលភាគច្រើនជាពួកអតីតយុទ្ធជនដែរលោកឈឹមសមេជួនសេចក្តីរាយការណ៍របស់លោក Michael Lipin នៃ VOA ដែលលោកបានទៅកាន់ Miriam's Kitchen ដើម្បីមើលថាតើអង្គការនេះជួយបែបណាខ្លះដល់ពួកទាហានជើងចាស់ទាំងនេះនិងពួកមនុស្សគ្មានលំនៅឋានឯទៀតដើម្បីឲ្យពួកគេមានជីវភាពធម្មតាឡើងវិញនោះនៅទិវាទាហានជើងចាស់ក្នុង Washington មានអ្នកស្ម័គ្រចិត្តប្រមាណ20នាក់ធ្វើអាហារពេលព្រឹកសម្រាប់មនុស្សជាង100នាក់រួមទាំងពួកអតីតយុទ្ធជនដែលគ្មានផ្ទះផងដែរលោក Clint Trujillo ដែលជាឆ្មាំឆ្នេរសមុទ្រនិយាយថា Like many other vets we come in today to give back យើងមកទីនេះដើម្បីជួយទាហានជើងចាស់ឯទៀតដែលគ្មានផ្ទះសម្បែងនៅ Washington ក្រុម Miriam's Kitchen ធ្វើម្ហូបសម្រាប់អ្នកគ្មានផ្ទះ30ឆ្នាំមកហើយពីព្រះវិហារ Western Presbyterian Church ក្នុងសង្កាត់ Foggyboard ក្រុមនេះផ្ដល់សេវាកម្មដល់មនុស្សគ្មានផ្ទះរាប់ពាន់នាក់លោក Hugo Schmidt អតីតអ្នកបើកយន្តហោះនៃកងទ័ពអាកាសជាទាហានជើងចាស់ម្នាក់ដែលស្ម័គ្រចិត្តធ្វើការក្នុងផ្ទះបាយ I'm hoping that it will convince them there are people that care about them ខ្ញុំសង្ឃឹមថាវាធ្វើឲ្យពួកគេយល់ថាមានមនុស្សដែលគិតអំពីពួកគេមានមនុស្សដែលពិចារណាអំពីសុខុមាលភាពរបស់ពួកគេមុនពេលចាប់ផ្ដើមបម្រើអាហារលោក Balt ដែលជាចុងភៅ Miriam's Kitchen ប្រមូលសហការីលោក Veterans Day thank you everyone for coming អរគុណលោកអ្នកដែលបានអញ្ជើញមកហើយយើងមាននំ pancake និងទឹកជ្រលក់ berry និងស៊ីរ៉ូមខាប់សម្រាប់អ្នកមានទឹកនោមផ្អែមសម្ព័ន្ធជាតិដើម្បីបញ្ចប់ការគ្មានផ្ទះនិយាយថាទាហានជើងចាស់មានប្រមាណ 10% នៃមនុស្សគ្មានផ្ទះក្នុងអាមេរិកពួកទាហានជើងចាស់គ្មានផ្ទះនៅតាមផ្លូវយូរជាងមនុស្សគ្មានផ្ទះឯទៀតហើយជួនកាលមានជំងឺផ្លូវចិត្តផងដែរ Sometimes it's easy for them to fall through the cracks. Miriam គឺជាផ្ទះសម្រាប់មនុស្សគ្មានលំនៅឋានវាជាផ្ទះបណ្ដោះអាសន្នដែលគោលដៅរបស់យើងគឺផ្ដល់ផ្ទះអចិន្ត្រៃយ៍ឲ្យពួកគេវាគឺជាកន្លែងមួយដែលពួកគេអាចមានសេចក្តីថ្លៃថ្នូរនិងមានអារម្មណ៍ថាពួកគេស្ថិតនៅក្នុងសហគមន៍ទាហានជើងចាស់គ្មានផ្ទះលោក Gilliam នៃ Los Angeles ថាគាត់មានប្រយោជន៍ពីសហគមន៍នេះ I've been with Miriam for now a couple years ខ្ញុំនៅជាមួយនឹង Miriam ពី3ឆ្នាំហើយខ្ញុំនឹងមានកន្លែងរបស់ខ្ញុំនៅក្នុង 3-4 សប្តាហ៍ទៀតការនេះមិនអាចកើតមានបានទេបើសិនជាគ្មានជំនួយពីបុគ្គលិកនៅទីនេះ happen without the staff here ទាហានជើងទឹកនេះនិយាយថាគ្រឿងញៀននិងស្រាជាចំណែកដែលនាំឲ្យលោកបាត់បង់ផ្ទះដំបូងលោកអរគុណដល់សេវាកម្មផ្ដល់យោបល់រដ្ឋាភិបាលសហព័ន្ធ The help is out there It is there and you have to be proactive លោកអ្នកត្រូវតែធ្វើប្រតិសកម្មហើយខ្ញុំមិនផ្ដេកផ្ដួលលើការបានសម្រេចផលរបស់ខ្ញុំទេ Morning sir how are you ពួកអ្នកគ្រប់គ្រងនិយាយថាការផ្ដល់ឲ្យជនគ្មានផ្ទះនៅការចាប់ផ្ដើមវិជ្ជមានអាចជួយឲ្យពួកគេរស់នៅដោយឯករាជ្យបានហើយបន្ថយសហគមន៍លើសង្គមទាំងមូលពីរដ្ឋធានី Washington ខ្ញុំឈឹមសុមេត VOAទីក្រុងហុងកុងបានស្ថិតនៅក្រោមអាណានិគមអង់គ្លេសអស់រយៈពេល156ឆ្នាំមុនពេលត្រូវទៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិនវិញនៅឆ្នាំ1997នៅក្នុងទីក្រុងដែលមានការបង្រៀននិងនិយាយភាសាអង់គ្លេសយ៉ាងទូលំទូលាយនេះពលរដ្ឋជាច្រើនចង់រៀនភាសាអង់គ្លេសតាមបែបអាមេរិកកាំង
នាងខ្ញុំលីម៉ូរីវ៉ាន់សូមជូនសេចក្តីរាយការណ៍របស់ Zalatika Hook នៃ VOA ដែលពិនិត្យមើលថាតើហេតុអ្វីបានជាពួកគេជ្រើសរើសរៀនភាសាអង់គ្លេសតាមបែបអាមេរិកដូចនេះនៅចុងសប្តាហ៍ក្មេងៗទាំងនេះហាត់រៀននិយាយពីអង់គ្លេសតាមបែបអាមេរិកកូនរបស់លោក Victor Chan រៀននៅថ្នាក់នេះ I intended to send my son to America ខ្ញុំចង់បញ្ជូនកូនខ្ញុំទៅរៀននៅសហរដ្ឋអាមេរិកក្នុងពេលអនាគតដូច្នេះខ្ញុំជ្រើសរើសការរៀនបញ្ចេញសំឡេងតាមបែបអាមេរិកការនិយាយតាមបែបអាមេរិកនិងធ្វើគេងាយរកការងារធ្វើនៅបស្ចិមប្រទេសនៅហុងកុងមានសាលារៀនច្រើនដែលបង្រៀនភាសាអង់គ្លេសតាមបែបអាមេរិកក្នុងនោះមានសាលារៀន Nature EQ 17ឆ្នាំមុនពេល Frankie NG បើកសាលារៀនលោកមានសិស្សតែ40នាក់ប៉ុណ្ណោះសប្តាហ៍ថ្ងៃសាលារៀនរបស់លោកអាចទទួលសិស្សជាអតិបរិមាបាន350នាក់ The sound of American English ការនិយាយភាសាអង់គ្លេសតាមបែបអាមេរិកមានភាពច្បាស់លាស់វាងាយបង្រៀនងាយយល់តែក្មេងៗទាំងនេះមិនបារម្ភរឿងនេះទេ I think it's getting more and more important and ខ្ញុំគិតថាភាសាអង់គ្លេសបែបអាមេរិកកាន់តែសំខាន់ហើយមានប្រៀបលើភាសាអង់គ្លេសបែបអង់គ្លេសដូច្នេះខ្ញុំសុខចិត្តរៀនវាសង្កាត់សឿងខ្វាន់អូនៅហុងកុងមានសិក្ខាសាលាអំពីភាសាអង់គ្លេសបែបអាមេរិកដែលមានសមាជិក20នាក់ពេលចាប់ផ្ដើមហើយកើនដល់180នាក់នៅសប្តាហ៍ថ្ងៃនេះសាលារៀនភាសាឯកជនដែលបង្រៀនភាសាអង់គ្លេសបែបអាមេរិកកាន់តែកើនឡើងនៅហុងកុងគ្រាដែលសាលារៀនរដ្ឋនៅបង្រៀនបែបអង់គ្លេសអ្នកសង្កេតការណ៍ថ្លែងថាភាសាអង់គ្លេសបែបអាមេរិកកំពុងមានប្រៀបនៅទូទាំងពិភពលោកថាជាភាសាសម្រាប់ពាណិជ្ជកម្មអន្តរជាតិការនិយាយនិងឃ្លាគ្រាមភាសាអាមេរិកកាន់តែមានប្រជាប្រិយភាពដោយសារតែការរងឥទ្ធិពលវប្បធម៌អាមេរិកដូចជាភាពយន្តវីដេអូហ្គេមកុំព្យូទ័រនិងអ៊ីនធឺណិតគ្រូបង្រៀនភាសានៅហុងកុងថ្លែងថាពលរដ្ឋអ្នកមាននៅចិនដីគោកមានចំណែកធ្វើឲ្យការបង្រៀនភាសាអង់គ្លេសបែបអាមេរិកកើនឡើងដោយសារពួកគេទៅរៀននៅហុងកុងទីដែលមានជម្រើសជាច្រើនសម្រាប់ការសិក្សាអប់រំតែនៅហុងកុងនៅតែមានអ្នកដែលចង់រក្សាភាសាអង់គ្លេសបែបអង់គ្លេស We could understand both យើងយល់ទាំងពីរតែពេលយើងនិយាយគឺបែបអង់គ្លេស The British is better I think ខ្ញុំគិតថាភាសាបែបអង់គ្លេសល្អជាងតែទោះជាយ៉ាងនេះក្តីចំនួនក្មេងៗនៅហុងកុងដែលចង់រៀនភាសាអង់គ្លេសបែបអាមេរិកកាន់តែកើនឡើងពីរដ្ឋធានី Washington ខ្ញុំលីម៉ូរីវ៉ាន់ VOA លោកអ្នកអាចស្វែងរកព័ត៌មានថ្មីៗនិងកម្មវិធីនានារបស់ VOA នៅលើគេហទំព័រ khmer.voanews.com នៅផ្នែកខាងលើនៃទំព័រលោកអ្នកអាចចុចយកព័ត៌មានអំពីកម្ពុជាអាស៊ីអាគ្នេយ៍សហរដ្ឋអាមេរិកនិងពីជុំវិញពិភពលោកឬចុចតាមប្រធានបទផ្សេងៗនៅរបារខាងលើនេះផងដែរលោកអ្នកអាចបើកស្ដាប់កម្មវិធីវិទ្យុដូចជាកម្មវិធី Hello VOA និងបើកមើលកម្មវិធីទូរទស្សន៍នានារបស់ VOA គេហទំព័រនេះក៏មានភ្ជាប់ទៅកម្មវិធីរៀនភាសាអង់គ្លេសទំព័រព័ត៌មានជាភាសាអង់គ្លេសនិងបណ្ដាញសង្គមនានារបស់ VOA លោកអ្នកក៏អាចស្វែងរកព័ត៌មានមុនដោយចូលទៅបណ្ណសារនៅផ្នែកខាងក្រោមបំផុតនៃគេហទំព័ររួចជ្រើសរើសកម្មវិធីដែលលោកអ្នកស្វែងរកឬអាចស្វែងរកពាក្យគន្លឹះនៅផ្នែកខាងលើនៃគេហទំព័រ khmer.voanews.com នៅពេលនេះកម្មវិធី Washington សប្តាហ៍នេះសូមសម្រាប់មួយផ្លែតសិនក៏ប៉ុន្តែសូមប្រិយមិត្តកុំភ្លេចរងចាំទស្សនាព័ត៌មានស្ដីពីព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍នេះជាលើកទី2និងកម្មវិធីរៀនគ្រាមភាសាអង់គ្លេស English with Manny and Mori ក្រោយពីនីតិពាណិជ្ជកម្មសូមស្វាគមន៍ជាថ្មីមកកាន់កម្មវិធី Washington សប្តាហ៍នេះជាបន្តទៅទៀតនេះ VOA នឹងផ្សាយជូនកម្មវិធីរៀនគ្រាមភាសាអង់គ្លេស English with Manny and Mori Again, I think I missed the point. ក៏ប៉ុន្តែមុននឹងជូនកម្មវិធីរៀនគ្រាមភាសាអង់គ្លេស English with Manny and Mori នេះលោកកាយ៉ានឹងជូនព័ត៌មានអំពីព្រឹត្តិការណ៍សំខាន់ក្នុងសប្តាហ៍នេះជាលើកទី2ជាមុនសិនសូមអញ្ជើញលោកម្ដងទៀតចា៎បាទសូមអរគុណ Morivan វិជាឋានសម្រាប់ការអប់រំអន្តរជាតិ IIE ឲ្យដឹងថាចំនួននិស្សិតអន្តរជាតិមករៀនក្នុងសហរដ្ឋអាមេរិកបានកើនឡើងសម្រាប់ការអប់រំជាន់ខ្ពស់សហរដ្ឋអាមេរិកនៅជាទីដៅកំពូលរបស់និស្សិត
នៅគេហដ្ឋានបណ្ដោះអាសន្នសម្រាប់និស្សិតអន្តរជាតិនៅ Washington នាង Nina Dominic មកពីប្រទេសឥណ្ឌានិយាយថាសហរដ្ឋអាមេរិកជាជំរើសទី1របស់នាង United States is powerful in terms of ថាសហរដ្ឋអាមេរិកជាប្រទេសលេខ1ខាងវិស័យអប់រំហើយនិងវិជ្ជាជីវៈដែលនាងចង់មកក្រេបរសជាតិនិស្សិតបរទេសមករៀនមហាវិទ្យាល័យភាគច្រើនមានមកពីប្រទេសចិនបន្ទាប់មកឥណ្ឌារួចកូរ៉េខាងត្បូងនិងអារ៉ាប៊ីសាអូឌីត Zheng Zhu មកពីប្រទេសចិននិយាយថាប្រព័ន្ធអប់រំរបស់អាមេរិកមានកម្រិតខ្ពស់លើសពីសេចក្តីសង្ឃឹមរបស់គេ I would say US people probably are much nicer. Zhu ថ្លែងថាក្រៅពីការអប់រំពលរដ្ឋអាមេរិកជាមនុស្សរាក់ទាក់ហើយបទពិសោធន៍ជាមួយនឹងមិត្តថ្មីបានពង្រីកការយល់ដឹងរបស់គេអំពីសហរដ្ឋអាមេរិកលោក Alan Goodman ជានាយកវិទ្យាដ្ឋាន IIE International should be part of everybody's education. លោកថ្លែងថាអន្តរជាតិគួរជាផ្នែកមួយនៃការអប់រំដោយតម្រូវឲ្យនិស្សិតឆ្នាំទី1ក្នុងមហាវិទ្យាល័យរៀបចំកម្មវិធីចេញទៅសិក្សានៅបរទេសសប្តាហ៍ថ្ងៃមាននិស្សិតមហាវិទ្យាល័យអាមេរិកតិចជាង 10% ដែលចេញទៅរៀននៅបរទេសភាគច្រើនត្រឹមតែមួយឆមាសប៉ុណ្ណោះដែលធ្វើឲ្យនាងនីណាមានការភ្ញាក់ផ្អើលនាងប្រាប់ថាមុនមកដល់អាមេរិកនាងដឹងច្រើនអំពីសហរដ្ឋអាមេរិកតែអាមេរិកមិនសូវដឹងពីប្រទេសនាងទេ Zheng Zhu យល់ថាការអប់រំនៅបរទេសជួយពង្រីកទស្សនៈឲ្យបានទូលំទូលាយជាងមុនអំពីពិភពលោក If you have more cultural communications Zhu និយាយថាបើមានគមនាគមន៍វប្បធម៌ច្រើនរវាងនិស្សិតចិននិងអាមេរិកគេប្រហែលអាចស្ថាបនាឲ្យមានការយោគយល់គ្នាទៅវិញទៅមកបានដែលអាចជួយដោះស្រាយបញ្ហាខ្លះរវាងប្រទេសទាំងពីរនេះជាការសម្ដែងក្បាច់បុរាណសម្រាប់ការពារខ្លួនឈ្មោះ Taekyon ជាលើកទី1នៅក្នុងពិភពលោកដែលមានលាយជាមួយនឹងចង្វាក់ភ្លេងប្រជាប្រិយបំផុតរបស់កូរ៉េឈ្មោះ Arirang លោក Lee Yong-bok ជានាយកក្រុមលោកថ្លែងថាយើងជាជនជាតិកូរ៉េមានមោទនភាពណាស់ដែលសិល្បៈប្រពៃណីរបស់យើងមានការទទួលស្គាល់ពីអង្គការ UNESCO Taekyon ជាបិតារបស់ក្បាច់ Taekwondo ទំនើបដែលបញ្ចូលចលនាដៃជើងជាមួយនឹងទស្សនវិជ្ជាជីវិតនៃតុល្យភាព Arirang ជាភ្លេងប្រពៃណីដែលគេច្រៀងដើម្បីបំបត្តិទុក្ខហើយនឹងបំផុសសេចក្តីសប្បាយនិងសម្ដែងការគោរពដល់ប្រឌិតញ្ញាណរបស់មនុស្សលោកសេរីភាពខាងការបញ្ចេញមតិនិងការយល់ដល់ចិត្តមនុស្សលោកយ៉ុងបុកថ្លែងថានេះជារឿងប្រឌិតឡើងអំពីប្រពៃណីរបស់ជនជាតិកូរ៉េដែលអាចប្រៀបធៀបបានទៅនឹងរឿងរបស់អាដាមនិងអ៊ីវនៅក្នុងវប្បធម៌បស្ចិមប្រទេសក្រុមវិជ្ជាជីវៈឈ្មោះ Jivu បានសម្ដែងជាង 1000 ដងហើយនៅក្នុងពេល17ឆ្នាំកន្លងទៅនេះហើយមានប្រទេសជាង30ទទួលស្គាល់បាទសូមជូនវិញមករីវ៉ាន់ចាលោកកាយ៉ានឃើញថាការសម្ដែងហ្នឹងគួរឲ្យចាប់អារម្មណ៍មែនតើហើយខ្ញុំចង់ដឹងថាតើការសម្ដែងក្បាច់ហ្នឹងគេដាក់ឈ្មោះថាម៉េចដែរទេលោកបាទការសម្ដែងនេះគេហៅថា Leon ជាភាសាកូរ៉េដែលប្រែមកថាគឺការតាក់ទងដែលការតាក់ទងរវាងអតីតកាលបច្ចុប្បន្នកាលហើយនិងអនាគតកាលបាទចាសូមអរគុណលោកកាយ៉ានបាទមកជាបន្តទៅទៀតនេះ VOA សូមជូនកម្មវិធីរៀនគ្រាមភាសាអង់គ្លេស English with Manny and Mori នៅក្នុងកម្មវិធីនេះគឺយើងណែនាំឃ្លាគ្រាមភាសាអង់គ្លេសតាមបែបអាមេរិកកាំងសួស្ដី Manny សួស្ដី Mori Manny ថ្ងៃនេះនាំឃ្លាអ្វីដែរមកជូនប្រិយមិត្តរបស់យើងថ្ងៃនេះខ្ញុំមានឃ្លាមួយគឺ miss the point miss the point អូឃ្លានឹងខ្ញុំឧស្សាហ៍លើគេប្រើច្រើនណាស់នៅ Washington DC យើងនេះ Manny Yes it is a very popular idiom here in America Why don't you and I talk more about this after we roll the video Welcome to English in a Minute, where we teach you all about idioms in American English. Idioms in American English can be hard to understand, so let's see if we can figure out what this idiom means. Miss the point. Okay, so now do you understand? I'm not sure. Can you explain it again? I think I missed the point. Okay, I'll explain it one more time. It sounds like someone does not understand something, and that's exactly what miss the point means. When you miss the point, it means that you don't understand something.
You can use this phrase in any situation, and everybody in America will understand you. Miss the point. And that's English in a minute. All right, Maury, since you know this idiom already, why don't you tell our viewers what it means? No problem, Manny. ប្រិយមិត្តជាទីមេត្រីដូច្នេះ clear ថា miss the point គឺមានន័យថាអ្នកមិនយល់ចំណុចសំខាន់អំពីអ្វីមួយឧទាហរណ៍ដូចជាអ្នកមិនយល់ឬចាប់មិនបានចំណុចសំខាន់នៃការប្រជុំនៃសាច់រឿងឬនៃការអធិប្បាយអ្វីមួយត្រូវទេ Manny? That is correct, Maury. Manny អាចឲ្យឧទាហរណ៍ដោយប្រើ clear miss the point ហ្នឹងបានទេ Sure. You can say, I think you really misunderstood here. I don't think that's the main message. You really missed the point this time. Manny ខ្ញុំមានសំណួរមួយខ្ញុំក៏ឧស្សាហ៍លើ clear មួយទៀតដែរគឺគេនិយាយថា miss the boat តើ clear miss the boat នឹងហើយនឹង miss the point នឹងខុសគ្នាយ៉ាងម៉េចដែរទៅ Manny? That's a really good question, Maury. I'm glad you asked. As you know, miss the point is when you fail to understand the main point or the important point of something. As for miss the boat, it is when you miss out on the opportunity to do something. For example, not meeting a deadline on time. ចាអរគុណ Manny ដូច្នេះ clear ថា miss the boat មានន័យថាយើងបាត់បង់ឱកាសឬខកពេលនឹងធ្វើអ្វីមួយឧទាហរណ៍ថាគេឈប់ទទួលពាក្យសុំធ្វើការហ្នឹងតាំងពីម្សិលមិញហើយយើងទើបតែដាក់ពាក្យសុំធ្វើការនៅថ្ងៃនេះដូច្នេះគឺមានន័យថាយើងបាត់បង់ឱកាសហើយគឺយើង miss the boat មែនទេ Manny? Yes, Maury. If you don't want to miss the boat, make sure you meet the deadlines next time. ចាអរគុណច្រើនសម្រាប់ clear នៅសប្តាហ៍នេះ You're welcome, Maury. ហើយប្រិយមិត្តកុំភ្លេចទស្សនា clear ថ្មីទៀតនៅក្នុងកម្មវិធី English with Manny and Maury នៅសប្តាហ៍ក្រោយ See you next time.កម្មវិធី Washington សប្តាហ៍នេះរបស់ VOA ចប់តែត្រឹមនេះយើងខ្ញុំនឹងជួបលោកអ្នកនៅសប្តាហ៍ក្រោយទៀតក៏ប៉ុន្តែមុននឹងជម្រាបលាសូមអញ្ជើញប្រិយមិត្តទស្សនាឈុតខ្លីៗដែលដកស្រង់ពីខ្សែភាពយន្ត Hollywood ដែលកំពុងដាក់បញ្ចាំងនៅក្នុងរោងភាពយន្តនានាក្នុងពិភពលោកសូមជម្រាបលា